ទីទៅសោះអេមិនចឹងលេងមិនចឹងពុកគីអូយធុញកាឡាស៊ីនេះមិនរត់រាយមិនកាឡាស៊ីបងនេះញ៉ៃនេះលេងហ្នឹងគាត់ experiment របស់ Galaxy Phone និចញ៉ៃនេះ Yes sir សម្រាប់ band ចុងក្រោយរបស់ Valhalla សម្រាប់ចិត្តក្នុងការ band ទៅលើ Hero វិញគេថាមានចាំង goal ទីចង់ band ទៅលើ Hero អីគេដែរព្រោះដោយសារនៅសល់ជាមួយនឹង Veteran ដែរបាទតែបើគាត់អាចបាទ Veteran អាចចាញ់ហ៎អាចនឹង band ទៅលើ Veteran ឬមកចង់ band ទៅលើ Haya band ខាលីបាទបាទចឹងសាក់ Franco នៅខាចាអញ្ជើញយក Franco មុនបាត់យកទេ Secret យកណាបាទជាមួយនឹង Franco បាទនិយាយទៅបើគាត់ Franco គេ Mino ក៏នៅតូចជាងគាត់ដែរឈូអត់យល់ដែរឈូរ៉ុំខ្ញុំគិតថានៅលេងបានតែខ្ញុំដែរមានគេលេងណាបាទអេមាន region ផ្សេងមាន region ផ្សេងបាទដូចអូនិចដូអីយកឈូលេងរហូតនឹង keyboard អីបាទនៅយើងស្ងាត់សូនយើងអត់តនេះដោយសារយើងទៅសប្តាហ៍ទី1មើលយើងចាំមើលខ្លាចធីមខ្លះរៀងលាក់អីចឹងណាតអត់មើលស៊ីយូព្រោះដោយសារនេះលេងឈូតតែបុកស៊ីអីតស៊ូស៊ីងបាទអាកៃឬ Fredrin បើ Jungler Peace ត្រាស់របស់ឯគេបាទចង់ខ្សត់រោមចង់ខ្សត់រោមនេះFranco មុនបាទអញ្ចឹងនៅសល់ខាចាយកវិញតែខ្ញុំនិយាយចឹងបើចង់អណយយកមីណូប៉ុន្តែបើយកមីណូអណយបានតែមុនទៅពេលគេពាក់ Winter Crown ដដែលទេហើយណាមួយយើង immune មែនតែបើ Franco ខំដាច់ដូចតែគ្នាទេតោះមីណូឬខាចាពី Secret បាទដាក់មិនជាជំរឿទេ Secret បាទហើយគ្រាហ្មងតែប៉ិតបើយកជ្រុលយកខាចាយក Fredrin មកអូតែពឹងវ៉ាន់ពេកហ្គេមនេះតែការ Assassin ចាំងលើឲ្យឆ្មានៅសាហាយ៉ាសាចយសាយីសុនស៊ីនបាទតែប៉ាត់យីនស៊ីនក៏បានយីនស៊ីនក៏បានតែហ្គេមនេះហ្គេមនេះយីនស៊ីនដូចជាមិនប្របាក់លេងទេព្រោះដោយសារគាត់មានជាមួយនឹង Povis ហើយណាមកគាត់ត្រូវការយកជាមួយនឹងរោមមកបើកមុខមួយទៀតមកបាទរោមធំមួយទៀតមករោមធំដូចសល់នៅសល់គូស្រានៅសល់អូហាលីGonivia និយាយទៅនិយាយយ៉ាងគាត់យកចឹងដើម្បីកុំឲ្យគេយកជាមួយណាកៃគាត់មាន Gonivia ចឹងឥឡូវដែលមាន immune បើគេយកកៃគាត់ control គាត់ជាប់ទេប៉ុន្តែនៅតែ Franco ខំដាច់តែក៏មានអ្នកអណយខំដូចគ្នានិយាយទៅ game នេះអ្នកដែលប្រើ stand មុនអ្នកចាញ់បាទ stand មួយក៏ត stand មួយតោះអាកៃចាំងលើលេងមួយនឹងអាឡុតបាត់ lane បាន game នេះសតតែប្រភេទ hero team Valhalla សតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយមាននិស័យផ្ដាច់ជាមួយនឹង ultimate របស់ Franco បាទតែបើ knock up កបោមួយ Gonivia មានតែ skill ទី2របស់ 4 វា1ឯងបាទមើលនៅសល់ Veteran បាទសល់ Veteran មានការពីជាមួយនឹង Veteran ជាពីខេតបាទណាមួយចាំងកន្លងគេ immune នេះខ្ជិលនំណាteam fight set up ស្មុកស្មាញពេកចំតែ game នេះបើសិនជា team Valhalla គាត់បើក team fight បានល្អហើយអាច game នឹងមានទៅដល់ចាប់ពី mid game ទៅដល់ late game សម្រាប់វ៉ាន់មានណាពេលដែល team fight ម្ដងបើសិនជា gonna វា load ចំទៅលើណាគេវ៉ាន់ងាយស្រួលនៅក្នុងការឡើង ultimate ខ្លាំងមែនទែនហ្មងបាទព្រោះដោយសារមកកម្បូនេះ Veteran អាចនឹងទុកអត់ជាប់ដែរនិយាយទៅមានរូបភាពកម្បូច្រើនណាសម្បីតែស៊ូស៊ីនចាប់លើកបោះមកក៏វ៉ាន់អាទីស្រួលបាទយ៉ាងណាគេនេះខាន lip របស់ Secret ខានមួយបាទចាំងកន្លងគេជា assassin ក៏អាចនឹងទៅ solo kill នៅ early មកប៉ុន្តែគេនេះអត់អាចទៅ solo kill ទេតែពី Romer នឹងមាន passive មួយដូចគ្នាសម្រាប់ Franco និង Khalid សិតតែមាន passive រត់លឿននៅពេលដែលគាត់អត់ join team fight 5 វិនាទី Khalid បានខ្សាច់សម្រាប់ Franco គាត់បានអា passive រត់លឿនហើយឡើងជាទៀតចឹង Romer នឹងគឺលួចអា passive តែលួច map enemy ដើម្បីយក30 goal និង60 experience ណារហូតតែម្ដងចឹងយើងសង្ឃឹមថាបងអត់សម្បជួយចាប់មើលផងចាំមើលថាណាគេយកបាន level 2មុននៅក្នុងការប្រើ passive រត់លឿនលួចយក map ឡើយយើងមើលពីចង្អាយសិនអូខាលីតំដល់មកផ្ទះហើយបាទ Franco ក៏ដល់ប៉មទី1បាទហើយបាទលេស៊ីជួយមើល3 2 1អត់តែដល់គ្នាអត់តែដល់គ្នាតែសង្គ្រាម clear lane mid វិញឥឡូវខាលីមាន3កវាមកការ៉ាសិនបន្លាស់ហើយមកចាក់ passive ទៀតចុំអត់ clear lane មុនអូអត់ clear lane មុនអត់ clear lane មុនតែគេផុកអ្វីគេផុកបាទខ្លាចគេហុកមួយលួចសុំល្បែមួយចូលស្មៅបាត់អត់បានអត់ចាយ retreat ទេពីខេនច្បាស់ទៅលេងខ្ញុំឃើញការលេងសប្តាហ៍ទី1ក៏គាត់ធ្វើអញ្ចឹងណា Yes sir ច្បាស់ទៅបីជាពេលគេក្លុកយ៉ាងណាក៏ដោយ retreat សិននៅតែអត់ប្រាំបណ្ដៃកើចាំងលើវិញស្រែកជេប Discord បាត់រៀនថាមើល lane ខ្ញុំបាទឥឡូវនេះភ្លាមគឺជាមួយនឹងការវាយទៅលើ secret បន្តិចបន្តួចសុំតោះអ្នកគ្នាភ្លេចមើល emblem មិញលឿនពេកបាទ
ណ៎សំខាន់ឆ្មាបានលួចបានសัตว์មួយ បៃតង បាទសัตว์បៃតងមួយ បាទចូលក្លុកយកបើតាមដងជួយមានជាមួយនឹងខានលីត្រមើលវាយអត់វាយដល់បើមិនស្បាយចូលវាយដល់បើតែម្ដងតើជាមួយនឹងមានការ defend ជាប់ដែរទេជាមួយនឹងការចូលក្លុកបើពីសមាជិករបស់ Valhalla បាទអត់ទេយកតែចាំងក៏បាន2ព្រោះតែសាមមិញវត្តមានរបស់ Ken គឺគាត់អត់មាន retribution អញ្ចឹងឆ្មា retrieve យកជាមួយនឹងចាំងក៏មួយដកមកយកជាមួយនឹង orange របស់មិនថែម ជុំហ្គេមនេះស៊ីរ៉ារៀង confident នៅក្នុងការលេងដែរដែលអត់យកជាមួយនឹង spare purify បាទបើដោយសារហ្គេមបើយើងមើលទៅសតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយនឹង ulti ផងគាត់ហើយពេលដែលគាត់បើកជាមួយនឹង ulti ងាយស្រួលក្នុងការគាត់វា load ទៅខ្លាំងមែនតើប៉ុន្តែការលេងទាំង confident ព្រោះដោយសារបើសិនជាគាត់ fast hand គេ load ជាមួយនឹង ultimate គាត់ flick កាត់តបាទ តែបើដូចខ្ញុំ slow hand ខ្ញុំត្រូវការជួយ revive បាទ100 លើ 100 បាទយើងនិយាយចេះឆាប់ អូនបាទដល់ទៅពីគ្វីយកទៅលេងជាមួយឈីម៉ាយកបានដល់ទៅពីនេះគឺមិនជាមួយនឹងការចាំបានទៅលើ Shadow ដកថយមកវិញនេះខ្លួននេះគ្នាអស់ expert land តាថតមួយនេះ See soon នឹង fail ក្រោមដៃ Valhalla ដែរទេភ្លាមៗគឺជាមួយនឹងការចូលវាយយកជាមួយនឹងវត្តមានរបស់ Turtle នៅខាងក្នុងនេះខ្ញុំមកដែរសមាជិករបស់ See soon គឺមិនមានវត្តមាននៅក្នុងការចូលយកនៅទេប្រឡែង Turtle ឲ្យតែម្ដង បាទការលោតរបស់ឆ្មាមួយបាញ់នេះគឺល្អខ្លាំងមែនទែនស្ទុក retribution មួយជាមួយនឹងថតទី1គឺបានទៅលើ team Valhalla ដូចគ្នាចំណែក goal land វិញបើយើងប្រៀបធៀបទៅជាមួយនឹងការបិទ goal អីអត់មានបិទទេប៉ុន្តែបើយើងមើលទៅជាមួយនឹង Sol ក៏ពិបាកក្នុងការ clear land ដូចគ្នាបាទអូ Dangerous ក្រាស់នេះមានអារម្មណ៍ថា Romer ដែល movement speed លឿនសបាយពួនស្មៅហើយសិតតែ one shot តែបើខានលីទីយឺតតិចបើ Franco តែឃើញតែញ៉ាំបាទចាំភ្លាមជាមួយនឹង game នេះបន្ទុក kill នៅ early game ទៅតែ1ទល់នឹង0តែប៉ុណ្ណោះតែបាន first blood ទៅលើ Shadow បាទបាន level 2កង់បាទបាន level 2កង់សម្រាប់ Romer ទៅ Romer មិញមានអារម្មណ៍ថាការលេង combo នេះ Asira អ្នក make play បើជាប់ stun Franco បាន6 យ៉ាចាប់ជើងជាប់ចាប់ជើងបាទវាយម្ដាយប្រើមួយស្គៀតែចាប់តែចឹកជាប់ចាប់ជើងប៉ក់ Franco 6 free បាទចឹងការ combo នេះបើយើងមើលទៅជាមួយនឹងខាង team Valhalla គាត់ធ្វើដូចគ្នាជាមួយនឹងការបោះបាទ Let's see គាត់ណា Fasha សួរចាប់ជីច្រឡំយ៉ាជួស៊ីនលើកហ្នឹងបាទចាំមើលជាមួយនឹង team បោះគាត់ដូចគ្នាបាទមានតបបឡាចេញទេបាទ Zo បាទ Crossen Sai បានចេញតែ crossbow តែបណ្ដោពីវត្តមានរបស់ Sol បង Sento ធម្មតានៅពេលដែល goal late game អញ្ចឹងយើងត្រូវដាក់សម្ពាធតាមអ្វីយើងអាចធ្វើបានប៉ុន្តែយើងមើល side game Valhalla ថ្ងៃនេះគឺការកន្លុក lane របស់ Sol អត់កើតឡើងយកមកអញ្ចឹងបើ game នេះមាន late game សម័យមើលថាតើ Sol នឹងអាច carry game បានអត់តែឥឡូវបើយើងមើលទៅលើ flow វិញណាPP ប្រឡេង goal lane ចោលហ្មងព្រោះដោយសារដឹងថាតុបលេងតុបយកមកស្មាហើយមកជួយជាមួយនឹងShadow វិញបាទ rotate នៅត្រឹម mid ហើយមកជួយនៅខាងក្រោម experience lane វិញបាទចាំមើលថតទី2នេះមើលនឹងមានរូបភាពអ្វីកាត់ឡើងសម្រាប់ក្រុមទាំងពីរព្រោះភ្លាម team fight អត់មានសម្បីតែមួយ team fight មានការ pick off ក្រុមយកទៅទី1ទៅទី2ស្ងាត់ចឹងការគៀប goal lane ក៏មិនមានដូចគ្នាតែយុទ្ធសាស្ត្រ side game Valhalla ថ្ងៃនេះគឺអត់មានច្រឡំហោងមែនបាទគេលួចយកកន្លងចំណេញឲ្យគាត់អត់បានគ្នាសម្បីតែប៉េ hero rotate លឿនតែងាប់តែដោយសារពីរហ្នឹងអត់សូវមាននិស័យ clear mid ដោយសារ Romer អត់មាននិស័យយក Carson បន្លាស់អញ្ចឹង clear lane mid អត់តាន់អត់បាន rotate តាណាយកមកបាទឥឡូវចោលនៅ mid បាទចោលនៅ mid បាទបាទថតទី2ក៏មានការ spawn មកវិញនេះគ្នាប៉ុន្តែវត្តមាន team ទាំងពីរឥឡូវកែនគឺគាត់ទៅតែជាមួយនឹងថតមុនគេតែម្ដងពីវត្តមានរបស់គេសិងចូលទៀតជាមួយនឹង Combo Final Slap Flick ដកថយមកក្រោយនេះគ្នាជាមួយនឹង Shadow លោកចង់បាយតែជាមួយនឹង Head បប2ជាប់2តែ Flick ដកថយ Combo Flick ជាមួយនឹង Johnny Bay ចូលទៅលើ Secret ជាមួយនឹងការពុះ Oscar រៀងខ្លួនសំខាន់ណាស់ Fast hand ពី Secret សំខាន់ ultimate របស់ខាង CU0 អស់4ណាបាទអស់4 ultimate បាទ speed អស់2ស្មើបើកមេបើលោតបាយយកនៅក្នុង team fight ជាមួយនឹង Head លោកទៅលើ Asira ខណៈពេល Asira នៅក្នុងចូល retreat ជាមួយនឹង Head តែឆ្មាឆ្នាំបានចាំទាំងមកក្នុងពុះស៊ីវាយទៅលើសោនេះខ្ញុំមិនតែជាមួយនឹង Shadow តែរកក៏រួយនេះជាមួយនឹង Snap មិនត្រៃទៅលើសោនោះទេជាមួយនឹង On Zone លើបាយនៅខាងក្នុងហុកបានជាមួយនឹង Head ដូរ Head បានមួយទៀតអាយ៉ាប៉េចាប់ផ្ដើមហុកត្រូវហើយប៉ុន្តែវិញដែរអ្វីដែលគួរសោកស្ដាយបើមិនជាមួយនឹង On Zone Asira អូតែនិច3លាន IQ មិនមើលតនេះគាត់ផែកន្លងចាំមកចេញក្រៅ map តែបានអត់ឃើញទេលើកលែងតែយើងទាញ finger ទៅក្រៅ map បាទវ៉ាវអត់តន់ដឹងទេណាសអត់តន់ដឹងទេណាបាទពីបន្តដាច់ហើយបងខ1ខ2អាទី3ក៏ខបាទបាត់ក្នុងរឿងហ្នឹងបាទចាំមកមើលជាមួយ highlight បាទមិញបាទ replay បាទបូកនេះបាទ snap គាត់តម្រង់ focus លើ soul ខ្លាំងបាទបើបាញ់ត្រូវមិញដាច់ soul បាទហ្នឹងហើយមកតង់ប្រៅយកបាទចំណេញដែរមកប៉េហុកត្រូវខ្ញុំមើលមិញព្រោះដោយសារមុនហ្នឹងដាច់ពេលដែលពេចាប់ ultimate ណាមានឃើញពេអស់ ultimate ដែរពេខំទៅលើ head តាប៉ុន្តែ
timing មួយ skill ទី2ផងហេតុម៉ាំងដាច់ហ្មងបាទ come out ទីដាច់ខ្លួនឯងយកហ្មង បាទខាងលើស្វែងរកជាមួយនឹងអនហ្សូហេឡូអនហ្សូអ្នកខ្ញុំដែរទេប៉ែហុកមួយមកជាមួយនឹងកូនប៉ែគាត់វាយប៉ែនៅក្នុងប៉មតែម្ដងដាក់ចេញមួយខ្លួនឯងបាំងជាមួយស្មោកចាប់ខាងជាមួយនឹងប៉មក៏បានវាយទីខ្លួនឯងបតាសោវាយយកជាមួយនឹងអល់ទីមេតសម្រាប់មួយតាបកេតលេសូយមីកាបាយកជាមួយនឹងត្រីបកេយកត្រីបកេអត់បានត្រីបកេទៅគីលគឺបានទៅលើហេតទៅលើខេន ហើយយកមកធីម fight នេះមិនបាញ់ Franco ខំនៅក្នុងផ្ទះធ្វើវត្តមានរបស់ Onzo ក៏ដូចជា Asira លងខ្លួនបន្តអាទីផ្ទះទីតែម្ដងបាទប៉ុន្តែអ្វីដែលសំខាន់ជាមួយនឹង Head បាទមិនគាត់ធ្វើបានល្អខំតែជាមួយនឹងការ knock up skill TV របស់គាត់បាន200ហក់ជាន់ច្រាមនៅនឹងយកបាទអាយ៉ាបច្ចុប្បន្នគេធីម Fight ឡា lead បាន 3k goal ក៏ដូចជាធ្វើការបង្កើត team fight យើងឃើញហើយគឺសម្រាប់ team Fight ឡាគឺគាត់ធ្វើបានល្អខ្លាំងមែនទែនជាពិសេសការបើក team fight ហើយឥឡូវបច្ចុប្បន្នការសម្រាប់ Soul គឺ 3-0 បាទអញ្ចឹងគឺមានហើយបាទសម្រាប់ Onzo គាត់ទៅតែបានមក kill ទេហើយបានវាយចេញពី early ថាចូលទៅដល់ late game Shadow final snap flick Shadow ចូលខែឡើងជាមួយនឹងការផ្ទះ final snap ចូលបាន2នេះខ្លួនឯងវាយដល់ជាមួយនឹង second ឈ្នះបើមកមួយបានហើយលើកមកក្នុងបន្តទៀតនេះខ្ញុំឈុតរីត្រវិញចាំងលើទៅ2ទៅជាណានេះខ្លួនឯងជាមួយនឹងការឈរមកមុខទន្ទិញចាំរីត្រហុកបានជាមួយនឹងឆ្មាបានហើយប៉ែជាមួយនឹងការ free retreat ទៅកាន់ Ken ផងដែរ វ៉ាវបាយមិញយើងចាំអត់មើលដូចគ្នាជាមួយនឹង level 8ទល់នឹង level 9ប៉ុន្តែមានការ make play ចេញពី PP ហើយជាមួយនឹងក្រុម CSU ចូលបានជាមួយនឹងថតទី3ក៏ដូចមានការយកបាន T1 ត្រែននៅខាងផ្លូវ midlane បន្តការយកជាមួយនឹង Pop បន្តទៀតមិនដែរប៉ាត់ជា new rising star មែនចង់និយាយមកបាទការបោកស៊ីនៅមិនធ្វើមួយរឿងអញ្ចឹងដាក់ប៉ែមកធ្វើទៀត Yes បាទឥឡូវពេកំពុងធ្វើឲ្យហ្គេមមករៀង balance វិញណាមិញ 3k goal ណាសតយកមកបើសិនជា total មិញបានទៅខាង team Fight ហាឡាទៀត game ធ្ងន់បាទ game មានតែមួយក្បាច់ចាំលេងឲ្យគេបុកមកពេហុកចូល turret អត់មានកលៈវាយចេញក្រៅមួយគេឥឡូវមានកលៈលេងនៅខាងក្រៅ50មួយគេតដែរអូ Franco វិញតែក្រោនបាត់នោះខាងណាជាប់ហ្នឹងបាទខាងណាជាប់ហ្នឹងអញ្ចឹងអត់មាន hero ណាមកបដិគាត់ទេបាទចេញតាមឲ្យធីមទី2បាទតើអ្នកបើកមកពាក់ជីវិត2តែឥឡូវសម្រាប់ខាងលេតអត់មាននិស័យពាក់អត់មានលុយបាទអត់នេះទេព្រោះថាមើល item កំពុងតែចល័តមែនទែនគាត់ឆ្នៃជាមួយនឹងដបងបន្លាជាមួយនឹងបន្លែដល់ Hatasi មួយទៀតណា Yes បាទយក damage ចាំបាទហើយឲ្យធីមតាន់3មកបាទកំពុងរីរងមកតិចចៅវាយបើមកពីខេនទៅតាមដល់តែប៉ែបន្តបើធីម Fight បន្តមកពី Asira មកបន្តពី knock up Fight ដល់ចូលដល់វីដេអូ RPG កាមតែជាមួយនឹង Secret នេះឈ្នះមកមកនេះស៊ីចោតែវាយយកទៅជាមួយនឹង Shadow មិនអាចជា Shadow ស៊ីប៉ែមកគឺព្រីជាមួយនឹងប៉ែទៅលើឆ្មា Oh my god នេះប៉ែជាមួយនឹង Onzo យកបានមកគៀបន្តទៀតនេះគឺជាមួយនឹងការវាយប៉មទី2បន្តនៅខាងក្រោម Wow មកបោកភ្លេចនេះជាមួយនឹងការខំរបស់ប៉ែគឺធ្វើបានល្អខ្លាំងតែបាន triple kill ទៅលើ Onzo swing goal មកក្បាច់8មិញសម្រាប់ CU 0ធ្វើឲ្យខាង team Fight ឡាគាត់អត់តន់ ready នៅក្នុងការ team Fight យកហ្មងខ្ញុំនិយាយមែនអត់ ready ក្នុងការ team Fight ហ្មងហើយណាមួយការ bet ចេញពី ultimate post stack post soul គ្រាន់តែគេចាត់ពេញ stack គេរត់ចេញហ្មងគេអត់ឲ្យ soul ឡើងជាមួយនឹង ultimate ទេចេញពី Ken ហើយជាមួយនឹង Shadow បាទខណៈពេលដែលប៉ែមក play ធ្វើ2រឿងបាទខំចេញវិញនៅក្រោមមួយ flick ហុកឆ្មាម្ដងទៀតបាទចំ ចាំមាន flicking time ទៅកាន់តែ cool down ច្រើនបាទឆ្មានេះគេដាក់ GPS លើគាត់ឲ្យហុកមកលោហ្នឹងបាទអុយបាទឯណាមួយគាត់ sell skill TP របស់គាត់ផងបាទដើម្បី knock up ទៅលើវត្តមានរបស់ខាងក្រុម C0 ប៉ុន្តែនៅតែប៉ែគាត់ធ្វើបានល្អជាមួយនឹងការបែកផ្លែចេញមកពីទីនេះសំខាន់ណាស់រងគូរីវានឹងពេលដាក់ថយនេះអសសមោចឹងទៀតណាចាជួយនឹងការគវាគ្វេគាត់បន្តមកក្រោយ final shot ពី Shadow ខំយកពីប៉ែដាក់ជាមួយនឹង Secret Sting ដាក់ចូលរះជាមួយនឹង Rafal ឆ្មាចូលធ្វើបែបយ៉ាងអញវាយវិញដែរទៅសូលគ្មានកណាវាយ៉ាទៀតទៅខាងក្នុងជាមួយវត្តមានរបស់ Head វាយបដោពជាពេលមិនមានវត្តមានរបស់វ៉ាន់វាយយកអាទីទេអត់បានពេញ stack ទេបាទសូលពិបាកក្នុងការចូលមែនតើដែលដើម្បីក្នុងការ pick out ទៅលើ hero មួយគឺ point ខ្លាំងពេកមួយមើល Asira មួយ fake admin មួយបាទគាត់ស្មាគេនៅក្នុងស្មាគេអត់ទេគាត់ហុកកាត់មុខអញ្ចឹងហ៎បាច់ទៅបាទគាត់ហុកតាមការសម័យបាទអីទេហុកមិនក៏ត្រូវដែរបាទព្រោះដោយសារគាត់ហុកត្រូវច្រើនហ្មងខាំយកមកខាំយកតែម្ដងមិនក្បាច់ចេញវិញធ្វើក្រោយមកទេវាយយក ultimate ពីសូលតែដាក់ជាមួយនឹង secret បើកមុខមិនបាននោះទេដោយសារតែមាន Franco counter គាត់បាទខ្ញុំសរសើរមែនតើជាមួយនឹងការ cover
Shadow បើសិនជាគេអត់ចូល Final Slash គាត់ប្រើយកមក បាទ លុះត្រាតែគេចូលមកគឺអត់មានការបំផ្លាញជាមួយនឹង Ultimate របស់ Franco Go swing បាទ 10k បញ្ជាក់យ៉ាងច្បាស់ តាំងពី ថា ចាញ់ Shadow មិនមែនតគួរទេ តាំងពីចាញ់ 3k ឥឡូវមកលិត ព្រោះ 6k សាយខ្ញុំចូលចិត្តលេងសិនបាទចាំភ្លាមៗជាមួយនឹង Lord ដើរមកផ្លូវ mid lane มันจำទេប៉ុន្តែជាមួយតែជើងតាលឆាវឲ្យជាមួយទៅលេនប៉ុន្តែក៏មក Flip Shadow បាន300ទម្លាក់ RPG យ៉ាងណាជាមួយនឹងការវាយប៉មនៅ Midland ជាមួយនឹងប៉មកែបដាច់ប៉មកែបបានមួយ Shadow ឲ្យនៅពេញ Final Slam នៅពេលបំផ្លែទៀតឡននេះគ្នាយូនទីកនៅសារបានបានវាយជាមួយនឹងឡននៅតែឥឡូវនេះជាមួយនឹង Soul វាយឡនកំទេចចោលមិនសិនទីខ្លួនឯងប៉ុន្តែ Final Slam នៅពេញក្នុង5វិនាទីទៀតតែជាមួយនឹង Shadow អត់មាន Flick នៅទេហុកមិនត្រូវដូចគ្នា Minion ក្លុកជាមួយនឹង Midland តើ See you soon ដកឬក៏បន្តវាយយើងជាមួយនឹងអ្នកគ្នា Minion នឹងដាក់ចូលដល់ទៅ3 lane តែ Shadow ចង់ទៅ Final Slam Hello សំ Final Slam មួយឡោចាប់ដល់ទៅ2 3នេះទម្លាក់មិនមាន RPG រះដល់ Fall Fight អាចទេខ្ញុំនៅតែជីវិត2ភ្លាមជាមួយនឹង5 Oh my god ទូបាញ់ដល់ទៅពីនេះចឹងណាជាមួយនឹង Asira បញ្ចប់ទំនុំរូប 5 out is over យក Minion មកពីណាអត់មាន Minion ទេសុំ Minion 2 top lane បើស្ទោតអត់ អត់អែនបើស្ទោថាអត់តែគួរថាអែនខ្ញុំថាអែនវាយទៀតយកតែម្ដងជាមួយនឹង emoji see you soon ក៏បានដាក់ចូលផ្ទះឆ្មាក៏មិន respond ទៅ Minion ក៏មិន respond ទៅទេអូវាយទៀតជួយណាហ្គេមទី1ក៏បានទៅលើ see you soon